ជំរាបសួរនិងសួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីដែលវីដេអូនេះយើងបន្តទៀតជាមួយនឹងការប្រើ command line នៅក្នុង CLS ឬក៏ Linux របស់យើងអញ្ចឹងនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី command មួយចំនួនទាក់ទងជាមួយនឹង process ទាក់ទងជាមួយនឹងការប្រើ usage CPU RAM និងយ៉ាងខុសយើងនឹងនិយាយអំពី shortcut មួយចំនួនផងដែរអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវយើងមកចូលជាមួយនឹង process តែម្ដងទៅអញ្ចឹងយើងដើម្បីយើងពិនិត្យមើលទៅលើ process management អញ្ចឹងឧទាហរណ៍យើងចង់ដឹងថាម៉ាស៊ីននឹងវាកំពុងតែមានដំណើរការអីខ្លះអញ្ចឹងឥឡូវសាកមួយទៅមួយជាមួយនឹង command ps អញ្ចឹងគេ display your current actual process អញ្ចឹងឥឡូវខ្ញុំសាកវាយមួយសិនខ្ញុំសុំ clear មួយសិន clear login អធិស្ឋានអូខេខ្ញុំសាកវាយ ps អញ្ចឹងឥឡូវនេះវាដើរជាមួយនឹងនេះ PID របស់ខ្ញុំ TTY នេះជាមួយនឹង time CMD នឹងឯងអញ្ចឹងឥឡូវខ្ញុំចង់ specific ឥឡូវខ្ញុំចង់ specific ទៅលើនេះទៅលើ process ឥឡូវខ្ញុំគ្រាន់តែវាយ command នេះមកនេះ command ps autograph talent អញ្ចឹងវានឹង find នៅ process ID ដែលតបជាប់ជាមួយនឹង server របស់យើងថាបានអត់បានទេឥឡូវខ្ញុំវាយតែម្ដងទៅ ps.a aux ទៀត grabs sorry មិនចេញស្អីវាទេឥឡូវម្ដងទៀតវាយជាមួយនឹង command aux បន្តមកទៀត grabs Thailand សេខុសដល់សេខុសមែន telnet សេខុសលោអញ្ចឹងអូខេអញ្ចឹងcommand not found និយាយថា command not found ហេតុអីមកវាសេខុសឥឡូវខ្ញុំសុំព្រៀងមួយទៀតឥឡូវសុំសេម្ដងទៀតសេខុសលោទៀតឥឡូវខ្ញុំប្រើជាមួយនឹង ps.aux បន្តមកទៀតខ្ញុំប្រើជាមួយនឹងសញ្ញាអ្នកសញ្ញានេះហៅសញ្ញាអីគេខ្ញុំអត់ដឹងដែរ grabs បន្តមកទៀតខ្ញុំប្រើជាមួយនឹងខ្ញុំចង់ប្រើជាមួយ SSA ក៏បានឬក៏ប្រើជាមួយថាណែក៏បានដែរដូចគ្នាអត់អីអូខេអញ្ចឹងយកអញ្ចឹងឥឡូវនេះគឺជា specific process របស់ខ្ញុំដែលខ្ញុំកំពុងតែប្រើ command line នេះឯងអញ្ចឹងបន្តមកទៀតយើងចូលមកដល់ជាមួយនឹងពពួក top នេះវិញអានេះអត់អីទេនេះmemory map process ទេអញ្ចឹងយើងមើល top វិញ top ហ្នឹងគឺជា display all running process អញ្ចឹងវានឹង display អ្វីដែលកំពុងតែដំណើរការឥឡូវខ្ញុំចង់ដឹងថាវាកំពុងដំណើរការអីខ្លះ sorry គេលើរបស់ខ្ញុំអូខេបន្តមកទៀតខ្ញុំប្រើជាមួយនឹង command top អញ្ចឹងនេះអ្វីកំពុងដែលវាកំពុង process ឃើញអត់វាកំពុង process ច្រើនខ្លាំងមែនតើឥឡូវដើម្បីយើងចង់ឈប់វាអញ្ចឹងយកមានកន្លែងវាយ comment មកអញ្ចឹងយើងធ្វើម៉េចយើងសួរថាម៉េចអញ្ចឹងយើងចេញQ មួយមកគឺអត់ឃើញវាវាយមានវាយ comment វិញអត់ឥឡូវខ្ញុំសាកម្ដងទៀតឥឡូវខ្ញុំ clear សិនចុះថាខ្ញុំវាយ top អញ្ចឹងអត់វាមានកន្លែងយើងវាយ comment ទេអញ្ចឹងដើម្បីបញ្ឈប់វាបានយើងប្រើតែចុចអក្សរ Q មួយមកវានឹងវាយ comment អត់មាន comment ឲ្យយើងវាយវិញទេខ្ញុំ clear មួយទៀតអញ្ចឹងយើងបន្តមកទៀតជាមួយតកតងជាមួយនឹងពពួក usage RAM CPU RAM វិញម្ដងអញ្ចឹងដើម្បីឆែកមើលជាមួយនឹង show free space on ទៅលើ disk របស់យើងអញ្ចឹងដឹងថា disk របស់យើង free space ប៉ុន្មានឥឡូវយើងប្រើជាមួយនឹង command df.hash ខ្ញុំឲ្យ command sorry df.h ចឹងនេះគឺអត់អញ្ចឹងនៅក្នុងរបស់ខ្ញុំមានសារ domain ហើយ use 12G ជាងទេហើយ available 15G ជាងពួកនេះពួក temporary អីចឹងទេអូខេអញ្ចឹងយើងបន្តមកទៀតជាមួយនឹង show free inode ម្ដងឥឡូវគឺយើងប្រើ command ហ្នឹង command i ម្ដង df.i df.i អូខេនេះគឺវាចេញជាមួយនឹង inode ដែល free ហ្នឹងដែរអញ្ចឹងយើងបន្តទៀតយើងចង់មើលទៅលើយើង
មើល comment ណាតំណងតិចទៅ display total disk usage on current system អញ្ចឹងអានេះគឺយើងមើលទៅលើនឹងប្រាប់ឥឡូវយើងចង់ដឹងថានៅក្នុង system របស់យើងនេះមាន size ប៉ុន្មានមានតែផ្ទុកជាមួយនឹងstorage ប៉ុន្មានអញ្ចឹង capacity អស់ប៉ុន្មានទៀតទៅអញ្ចឹងយើងប្រើ du.sh អញ្ចឹងគឺយើងប្រើអស់ 99k ហ្នឹងអីគេ 99k ហ្នឹង99មេហ្គាបៃតអញ្ចឹងយើងបន្តមកទៀតจะមើលទៅលើការឆែក RAM វិញម្ដងអញ្ចឹងយើងដឹងថាសួរថា RAM យើងតនេនៅប្រហែលអញ្ចឹងយើងអាចប្រើ comment អីគេខ្ញុំចង់មើល comment ជាមួយនឹងតនឹង comment ឥឡូវនៅក្នុងនេះអត់មានទេឥឡូវខ្ញុំនេះអូខេមានដែរអញ្ចឹង show memory and speed usage អញ្ចឹងយើងអត់ដឹងថា memory របស់យើងនៅសល់ប៉ុន្មានអញ្ចឹងយើងអាចវាយ comment នឹងបាន free ឥឡូវនេះអូខេអញ្ចឹង memory វាលើក 17G ជាមួយនឹង usage 14G ជាងវាអានេះ free លើក 13G ហើយ share ឬក៏ available 13G យើងដែរ swap ផងដែរអញ្ចឹងនៅក្នុង comment ដែលយើងប្រើជាមួយនឹងតទៅជាមួយនឹង D ជាមួយនឹង RAM ជាមួយនឹង CPU គឺយើងបង្ហាញតែប៉ុណ្្នឹងទេឥឡូវយើងបន្តមកទៀតជាមួយនឹង comment system info ឬ system info ពួក OMI អញ្ចឹងសួរថាខ្ញុំជាណាគេអញ្ចឹងអីចឹងអញ្ចឹងឥឡូវខ្ញុំចង់ដឹងថាខ្ញុំអានឹងកំពុងនៅទៅលើជាមួយនឹង system ណាលើមើល current អីគេអញ្ចឹងខ្ញុំវាយមក bu app i ឥឡូវខ្ញុំកំពុងតែនៅជាមួយនឹង root អូខេឥឡូវខ្ញុំសាក login ចេញឥឡូវខ្ញុំវាយlogin ខ្ញុំ click password របស់ខ្ញុំបានដឹងមានដល់ថាខ្ញុំ click password អូខេឥឡូវខ្ញុំចូល password ខ្ញុំចូល user របស់ខ្ញុំបានឥឡូវខ្ញុំចង់ដឹងថាឥឡូវខ្ញុំនៅណាវិញខ្ញុំធ្វើ comment ដើមមក bu app mi ចឹងឥឡូវខ្ញុំកំពុងតែនៅជាមួយ user របស់ខ្ញុំអូខេអញ្ចឹងខ្ញុំធ្វើការតលើ user របស់ខ្ញុំដំបូងទៅគឺ shell ដូរទៅវិញអញ្ចឹងមួយទៀតយើងចង់ឆែកទៅលើមើលទៅលើម៉ោងឬក៏មើលទៅលើ local time ឬក៏ calendar អញ្ចឹងទៅអញ្ចឹងគឺយើងអាចប្រើជាមួយនឹងពពួកនេះពពួកdate នេះវាចេញអីគេចាំមើលយើងនេះវាចេញជាមួយនឹង Sunday February 15ចឹងម៉ោងម៉ានអីចឹងតទៀតឥឡូវយើងចង់មើលថ្ងៃជាក់ទៀតអញ្ចឹងយើងអាចប្រើជាមួយនឹង calendar អញ្ចឹងយើងនឹងប្រាប់យើងថាថ្ងៃ5 February 2016ថ្ងៃទី15មួយទៀតយើងចង់មើលទៅលើពពួកshow canal នេះពពួក show canal information អញ្ចឹង canal នេះស្អីគេវា Linux version របស់យើងអញ្ចឹងគេថាយើងវាយជាមួយនឹង uname.i អញ្ចឹងនេះ Linux local hash ជាមួយនឹង in 6.12 អីចឹងទៅអូខេឥឡូវយើងបន្តមកទៀតជាមួយនឹងនឹង command line មួយចំនួនជាមួយនឹង shortcut មួយចំនួនផងដែរឥឡូវខ្ញុំសុំ clear សិនជាមួយពិបាកពេកឥឡូវខ្ញុំ clear អស់ហើយខ្ញុំមើល command សិនគឺ control C the current command have កាត់ជាមួយនឹង stop អានេះគឺជា stop current command result ហើយ D log out អញ្ចឹងមិនដូចខ្ញុំមិននឹងដូចឥឡូវខ្ញុំកំពុងតែនៅរបស់ខ្ញុំឥឡូវខ្ញុំចង់នេះវិញជាងគ្រាន់តែ control D sorry អូខេចឹងឥឡូវនៅsorry ឥឡូវនៅលើរបស់ខ្ញុំចង់ control D គឺវាចេញ log out ចេញមកវិញចឹងឥឡូវខ្ញុំចូលទៅ root ម្ដងអូខេអញ្ចឹងខ្ញុំ login បានហើយខ្ញុំ clear ចោលមួយសិនអូខេបន្តមកទៀតខ្ញុំប្រើ command នឹងcommand ឥឡូវខ្ញុំមើលតា command view errors the whole line អញ្ចឹងឧទាហរណ៍ឥឡូវវាចូលជាមួយ sorry អូខេអញ្ចឹងខ្ញុំសាកសេអីច្រើនមួយចាស់ច្រើនវាសេអត់ដឹងប្រយោជន៍ស្អីទេឥឡូវខ្ញុំសាកប្រើ command នឹង command view ដើម្បីលុប line ចេញវិញក្រោយអញ្ចឹងវាលុប line នឹងចេញអស់បាត់ហើយអូខេ
ឥឡូវបន្តមកទៀតគឺយើងលុបចោលហើយឥឡូវខ្ញុំសាក comment អីអញ្ចឹង type the bring up the recent comment អញ្ចឹងវានឹង show អា comment ដែលយើងលុបវិញមិញអឺអធ្យាស្រ័យយ៉ាយ៉ាចឹងវានឹងវាចូល comment ដែលយើងប្រើមិញហ្នឹងឯងអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំស្លេថាfree ដើម្បីឆែកមើលវិញលេចាចាឥឡូវខ្ញុំសាកប្រើនេះអញ្ចឹងជឿវានឹង show អ្វីដែលយើងបានសេវិញឯងអញ្ចឹងឥឡូវយើងមក shortcut របស់យើងក៏បានចប់ផងដែរអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយអរគុណ